ហូបមកតែចាក់ឬក៏គេហៅថាមកស្បៃខៀវនេះគឺជាមុខម្ហូបមួយដែលពេញនិយមមែនតើនៅមុខម្ហូបជាប្រភេទតបកាបងប្អូនគេតែងតែដាក់នៅមនុស្សដំបងគេហ្នឹងហ៎ហើយម្ហូបហ្នឹងនិយាយទៅមិនថាខ្ញុំមិនថាបងប្អូនទេដឹងតែចូលចិត្តគ្រប់គ្នាហើយដោយសារតែសាច់មាន់ហ្នឹងគឺមានជាតិទន់ហើយមានរសជាតិឈ្ងុយក្នុងគ្រឿងផ្សំដែលគេដាក់លាយនឹងត្រូវនឹងរសជាតិទៀតណាគឺញ៉ាំទៅឆ្ងាញ់មែនតើបន្លែដែលត្រូវជាងគេនោះគឺមានតែមួយមុខហ្នឹងទេគឺជាស្បៃខៀវហ្នឹងបងប្អូនយើងសកយកតែបដូរដើមវាបានណៃចំពោះស្លឹកបើសិនជាបងប្អូនចង់ដាក់ក៏បានដែរសម្រាប់ការស្រស់នេះខ្ញុំប្រើពេលត្រឹមតែ35វិនាទីអីទេខ្ញុំដាក់ថែមប្រេងបន្តិចដើម្បីបន្លែយើងពណ៌បៃតងស្អាតហើយយើងស្រង់វាមកត្រាំជាមួយនឹងទឹកកកបន្ទាប់ពីខ្ញុំត្រាំទឹកកកហើយងាកមកស្រស់ជាមួយនឹងផ្សិតជាកដលវិញណាសាលពេលងាកមកធ្វើទឹកសោះដើម្បីត្រៀមធ្វើមាន់ត្រជាក់ទឹកស៊ីអ៊ីវធម្មតា1ស្លាបព្រាបាយទឹកស៊ីអ៊ីវប្រឡាក់សាច់2ស្លាបព្រាបាយទឹកប្រេងខ្យង2ស្លាបព្រាបាយដូចគ្នាបន្ទាប់មកទៀតគឺជាប្រេងល្ងនឹងកន្លះស្លាបព្រាបាយប៊ីចេងកន្លះស្លាបព្រាកាហ្វេម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេស្ករស2ស្លាបព្រាកាហ្វេទឹកស្អាតធម្មតានឹង1ស្លាបព្រាបាយកន្លះទឹកនឹងគឺជាទឹកឆ្អិនណាបងប្អូនបន្ទាប់មកយើងកូរគ្រឿងទាំងអស់នេះឲ្យក្លាយជាល្បាយតែមួយសិនយើងងាកមកធ្វើខ្ទឹមបំពងវិញម្ដងខ្ទឹមនេះគឺខ្ញុំដាក់រៀងច្រើនដើម្បីបំពងត្រៀមយកមកប្រឡាក់ជាប្រភេទមាន់ត្រជាក់ខ្លាញ់ដែរបំពងខ្ទឹមនេះគឺខ្ញុំដួសវាចេញខ្លះទុកវាម៉ាន់បន្តិចដើម្បីត្រៀមឆាជាមួយនឹងទឹកសោះហ្នឹងបងប្អូនយកមកឆាដូចខ្ញុំអញ្ចឹងមកដើម្បីឲ្យមាន់របស់យើងពេលដែលប្រឡាក់គ្រឿងក្រៅចូលទៅគឺសាច់មាន់ឈ្ងុយហើយទន់ល្អទៀតទឹកសោះនេះនៅពេលដែលខ្ញុំលាយគ្រឿងក្រៅហើយគឺខ្ញុំចាក់ទុកវាមួយឡែកសិនដើម្បីត្រៀមលាយជាមួយនឹងសាច់មាន់ចំពោះសាច់មាន់វិញគឺខ្ញុំហែកវាជាដុំតូចមកល្មមមកបងប្អូនហើយចាំយើងយកទឹកសោះដែលយើងធ្វើឲ្យមិញហ្នឹងយកមកដាក់ច្បល់លាយគ្នាហ្មងទៅហើយកុំភ្លេចថែមជាមួយនឹងខ្ទឹមបំពងនេះផងណាបងប្អូនដោយសារតែខ្ទឹមបំពងគឺវាជួយបង្កើនក្លិនឈ្ងុយរីឯបន្លែនេះវិញគឺយើងលាយជាមួយនឹងទឹកសោះដូចគ្នាហើយខ្ញុំថែមជាមួយនឹងផ្សិតជាតិកដុរចូលមកបន្តិចទៀតចំពោះផ្សិតជាតិកដុរហ្នឹងបងប្អូនពេលដែលយើងលាយជាប្រភេទមាន់ស្ពៃខ្មៅគឺរសជាតិឆ្ងាញ់មែនតាបងប្អូនបើមិនជឿអាចសាកធ្វើតាមខ្ញុំបានណាធានាឲ្យថាផ្សិតជាតិកដុរហ្នឹងគឺវាចាប់ជាតិគ្នាមែនទែនសាច់ហើយនឹងបន្លែពេលដែលខ្ញុំលាយគ្រឿងក្រៅរួចហើយចាប់ផ្ដើមយកមកតម្រៀបដាក់ក្នុងចានចំពោះសាច់គឺខ្ញុំដាក់ផ្នែកនៅខាងក្រោមរីឯបន្លែវិញគឺខ្ញុំដាក់នៅផ្នែកខាងលើបន្ទាប់មកទៀតគឺខ្ញុំចាប់ផ្ដើមយកថង់ហ្នឹងរុំដាក់ឲ្យវាជិតទៅបងប្អូនបានដាក់នៅក្នុងទូទឹកកកខ្ទង់ប្រហែលជាតាម1ម៉ោងអីទេយកចេញមកគឺមានសភាពបែបហ្នឹងគឺថាសាច់មាន់របស់យើងឡើងរលោងស្អាតមែនទែនបើនិយាយងាកកលេសទៅមើលរសជាតិវិញហ៊ានធានាឲ្យបងប្អូនថាចាប់ញ៉ាំម្ដុំណាក៏ឆ្ងាញ់ដែរដោយសារតែរសជាតិហ្នឹងគឺអត់ឲ្យខុសពីគេលេងនៅក្នុងតាមមុខម្ហូបតុកកែណាបងប្អូនហើយមួយវិញទៀតបើសិនជាបងប្អូនចង់បង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់ណាថែមតែទឹកក្រូចបុកកោះកងដូចខ្ញុំអញ្ចឹងគឺឆ្ងាញ់ខ្លាំងណាស់បើងាកកលេសទៅមើលការធ្វើរបស់ខ្ញុំនេះវិញគឺកាន់តែងាយស្រួលទៀតបងប្អូនដោយសារតែគ្រឿងក្រៅនៃការធ្វើមាន់ត្រជាក់ហ្នឹងគឺមានតែបន្តិចតួចទេបន្លែវិញគឺយើងប្រើតាមមួយមុខទេគឺស្ពៃខៀវនឹងឯងចំពោះបន្លែស្ពៃខៀវហ្នឹងគឺខ្ញុំសកយកទៅដើមទេបើសិនជាបងប្អូនគាត់ចូលចិត្តចង់ប្រើលាយជាមួយនឹងស្លឹកទៀតណាគឺអាចដាក់បានតាមការចូលចិត្តអីចឹងទៅចាចំពោះរសជាតិហ្នឹងបងប្អូនធានាឲ្យហ្មងធ្វើលើកទី1ក៏ឆ្ងាញ់ធ្វើលើកទី2ក៏នៅតែឆ្ងាញ់ដែរឲ្យតែសាកធ្វើតាមវិធីដែលខ្ញុំប្រាប់នៅដើមវីដេអូអញ្ចឹងមកគឺធានាឲ្យហ្មងរសជាតិហ្នឹងណា